ទេសចិនបានបង្ហាញការមិនពេញចិត្តចំពោះប្រទេសកម្ពុជានិងម៉ាឡេស៊ីហើយឡំប៉ាទាមទារឲ្យប្រទេសទាំងពីរបកស្រាយឲ្យបានច្បាស់លាស់អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដែលបានជារៀងរាល់ព្រឹកខ្ញុំតែងតែភ្ញាក់ឡើងមុនពេលដែលថ្ងៃរះខ្ញុំបានដើរកាត់វាលស្រែនេះដោយផុកជាប់ជាមួយជើងញើសហៀដល់ខ្នងវាលស្រែទាំងអស់ហ្នឹងគឺជាជីវិតខ្ញុំទាំងមូលឯងឪពុករបស់ខ្ញុំក៏ជាកសិករតាយាយក៏ជាកសិករហើយពួកគេបានប្រាប់ខ្ញុំថាដរាបណាដែលដីទាំងអស់ហ្នឹងនៅតែផ្ដល់ផលដំណាំស្រូវឲ្យយើងគ្រួសារយើងនឹងអាចរស់រានមានជីវិតបានមនុស្សម្នានៅទីក្រុងគេតែងតែនិយាយអំពីសេដ្ឋកិច្ចហើយអ្នកនយោបាយគេតែងតែនិយាយអំពីការជួញដូរចង់នៅទីនេះវិញពួកយើងគ្រាន់តែចង់បានតម្លៃស្រូវមួយដែលគួរទទួលយកបានហើយនេះភាពតាំងតឹងរវាងប្រទេសមហាអំណាចទាំងពីរគឺប្រទេសចិននិងប្រទេសសហរដ្ឋអាមេរិកធ្វើឲ្យមានផលប៉ះពាល់ទៅកាន់ប្រទេសតូចតាចជាច្រើនទាំងនោះក៏មាននៅប្រទេសកម្ពុជារបស់យើងផងដែរជំនាញក៏បានប៉ាន់ស្មានផងដែរថាផលប៉ះពាល់ទាំងនោះក៏ធ្វើឲ្យមានការប្រែប្រួលទៅកាន់ការជួញដូរការវិនិយោគនិងតម្រូវការចាំបាច់របស់ពិភពលោកហើយទាំងនោះក៏ធ្វើឲ្យមានផលប៉ះពាល់ទៅកាន់សហគ្រិនកម្ពុជាក៏ដូចជាកសិឧស្សាហកម្មហើយនិងរោងចក្រឧស្សាហកម្មផងដែរឥឡូវនេះយើងក៏លើកទៅមើលអ្នកដែលយកហេតុការណ៍ផ្ទាល់ពីប្រជាកសិករដែលទទួលរងនៅផលប៉ះពាល់ផ្ទាល់នៅឯក្រុងអរិយខ្សាត់អរគុណលោកមង្គលហើយឥឡូវនេះខ្ញុំកំពុងតែស្ថិតនៅទីក្រុងអរិយខ្សាត់ផ្ទាល់ដែលចុះមកមើលផ្ទាល់នៅសកម្មភាពដែលប្រជាកសិកររបស់យើងកំពុងតែធ្វើការមមាញឹកទៅលើដំណាំខ្សែចម្ការរបស់គាត់យើងបានសង្កេតឃើញថាតម្លៃស្រូវប្រហែលឆ្នាំចុងក្រោយនេះគឺមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ហើយធ្វើឲ្យមានផលប៉ះពាល់ទៅកាន់បងប្អូនប្រជាពលរដ្ឋដែលលោកធ្វើដំណាំស្រែចម្ការជាហេតុដែលធ្វើឲ្យខ្ញុំមានវត្តមាននៅទីនេះផ្ទាល់តាមរបាយការណ៍ដែលប្រជាពលរដ្ឋកសិកររបស់ពួកយើងបានត្អូញត្អែសល់ថ្ងៃនេះគឺតម្លៃស្រូវគឺបានធ្លាក់ចុះជាកំហិតដែលធ្វើឲ្យមានផលប៉ះពាល់ទៅនឹងជីវភាពរស់នៅរបស់ពួកគាត់ហើយកត្តាដែលធ្វើឲ្យមានផលប៉ះពាល់ដោយសពថ្ងៃនេះដោយសារការប្រកួតប្រជែងរវាងមហាអំណាចពីរធំៗនៅលើពិភពលោកជាអាមេរិកចិនជាដើមដែលបង្កឲ្យមានផលប៉ះពាល់ដល់ប្រទេសតូចតាចដូចជាកម្ពុជារបស់យើងឥឡូវនេះដូចជាមានការផ្លាស់ប្ដូរអាកាសធាតុបន្តិចបន្តួចដោយឥឡូវនេះកំពុងរលឹមតិចហើយខ្ញុំបានជួបផ្ទាល់ជាមួយនឹងបងផ្ទាល់ដែលគាត់មកយាមស្រូវរបស់គាត់ហើយខ្ញុំមានសំណួរ2-3សំណួរដែលចង់សួរគាត់បងតើបងមានឈ្មោះអ្វីដែរបាទឈ្មោះវិតមកវិតបាទតើបងមានផលប៉ះពាល់អ្វីដែរចំពោះសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះដោយសពថ្ងៃនេះបាទអរគុណសម្រាប់ជំនួសនេះចំពោះរឿងសេដ្ឋកិច្ចដែលវាបានធ្លាក់ចុះមកជាកំហុសបែបនេះហើយធ្វើឲ្យមានការប៉ះពាល់ដល់តម្លៃស្រូវនេះជារួមទៅបើតម្លៃនៃសេដ្ឋកិច្ចវាធ្លាក់ចុះអ្វីតាមហ្នឹងក៏ពិបាកតាមហ្នឹងតម្លៃស្រូវតម្លៃសាំងតម្លៃជីក៏វាឡើងថ្លៃប៉ុន្តែហេតុអ្វីបានជាតម្លៃស្រូវវាអត់ឡើងថ្លៃហើយទៅតាកសិករដូចជាខ្ញុំរំពឹងអ្វីនៅពេលដែលតម្លៃស្រូវវាអត់កើនឡើងប៉ុន្តែបែរជាតម្លៃជីនិងតម្លៃសាំងវាមានការហក់ឡើងខ្ពស់ទៅហើយការផាពពហើយដូចជាខ្ញុំបានឮដំណឹងមកថាផលប៉ះពាល់ទាំងនេះគឺបណ្ដាមកពីសហរដ្ឋអាមេរិកនិងចិនដែលមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងធ្វើឲ្យមានផលប៉ះពាល់ដល់ប្រទេសតូចតាចដូចជាកម្ពុជាយើងដែលបណ្ដាលឲ្យតម្លៃស្រូវធ្លាក់ចុះដូចសពថ្ងៃនេះបាទអរគុណបងសម្រាប់ចម្លើយហើយសំណួរមួយទៀតខ្ញុំចង់សួរថាតើបងគិតដូចម្ដេចបើតម្លៃស្រូវនៅតែបន្តចុះថ្លៃទៅមុខ5ឆ្នាំឬក៏10ឆ្នាំតាមរយៈពេលណាមួយតើបងមានវិធានការដូចម្ដេចឬក៏បងឈប់ធ្វើស្រែហ្នឹងទៅធ្វើប្រកបមុខរបរអ្វីផ្សេងហ្នឹងយ៉ាបើតាមបទពិសោធន៍ខ្ញុំធ្វើស្រែ10-20ឆ្នាំហើយខ្ញុំសង្កេតឃើញថាឆ្នាំ2025-26ប្រហែលឆ្នាំចុងក្រោយនេះតម្លៃស្រូវគឺពិបាកទទួលយកខ្លាំងមែនតើបើតាមខ្ញុំចាំតម្លៃដែលគួរឲ្យដែលថាការឡើងខ្ពស់បំផុតគឺតម្លៃស្រូវក្នុងឆ្នាំ2009ដែលកាលនោះខ្ញុំលក់1គីឡូបានជិត
3000អញ្ចឹងអត់ច្បាស់ទេប្រហែល2005ដល់2008អត់ដឹងប៉ុន្តែតម្លៃស្រូវបច្ចុប្បន្នវារៀងចុះថោកខ្លាំងដែរដោយសារវានៅសល់ធំតាម1500អីទេបើវានៅតែបន្តបែបនេះប្រហែលឆ្នាំចុងក្រោយទៀតខ្ញុំគិតថាខ្ញុំអស់លទ្ធភាពក្នុងការបន្តវាទៀតហើយខ្ញុំប្រហែលដូរមុខរបរថ្មីហើយព្រោះថាទ្រាំទ្រជាមួយមុខរបរនេះអត់រួចទេ អត់បងសម្រាប់ចម្លើយដែលក្បោះក្បាយហើយសំណួរចុងក្រោយដែលបងអូនចង់សួរបងនោះគឺតើបងយកលុយតខ្លួនឬក៏យកលុយមកពីណាឬក៏ខ្ចីធនាគារអង្គការណាមួយយកមកផ្គត់ផ្គង់ក្នុងការដាំដំណាំស្រូវនេះដែរ យ៉ាសម្រាប់ស្រួលនេះគឺយើងដឹងស្រាប់ហើយគឺប្រហែលឆ្នាំនេះស្រូវវាអត់សូវបានផលមិនទេហើយខ្ញុំក៏ទៅខ្ចីលុយធនាគារដែរហើយសំបីតាវាទទួលស្គាល់ថាវាសងធនាគាររួចមែនតែបើថាប្រាក់ចំណូលនេះគឺអត់ការតែម្ដងគឺបានត្រឹមតែមកសងគេសងធនាគារហើយមកផ្គត់ផ្គង់បាយ3ពេលហ្នឹងប៉ុណ្ណឹងបាទ បាទបងអរគុណសម្រាប់ចម្លើយខ្ញុំសូមផ្ទេរវេទិកានេះទៅលោកអង្គរវិញអរគុណច្រើន អរគុណលោកស៊ីផេងដែលបានចោះយកហេតុការណ៍ផ្ទាល់ដោយដែលយើងបានឃើញហើយនៅពេលអឡុងពេលដែលប្រទេសមហាអំណាចកំពុងតែប្រកួតប្រជែងគ្នានៅក្នុងផ្នែកសេដ្ឋកិច្ចប្រទេសតូចតាចដូចជាប្រទេសកម្ពុជារបស់យើងកំពុងតែឆ្លងកាត់នៅផលលំបាកទាំងនេះប្រជាជនរបស់យើងភាពតានតឹងទាំងនេះវាមិនមែនទៅជាបញ្ហានៃនយោបាយទៀតឡើយវាបានក្លាយទៅជាបញ្ហាដែលប្រជាជនរបស់យើងបានជួបប្រទះជារៀងរាល់ថ្ងៃ China's economic has slowed this year due to weaker investment and lower demands.ពីថាកម្រងរបស់យើងឥឡូវត្រូវបានពង្រឹងពេលហើយចាប់ពីឥឡូវទៅយើងត្រូវកាត់បន្ថយការចំណាយគ្រប់យ៉ាងអញ្ចឹងអានឹងអាចនឹងប៉ះពាល់ដល់ការងារយើងខ្ញុំនឹងខំធ្វើអីគ្រប់យ៉ាងដើម្បីការពារក្រុមហ៊ុននេះសម្រាប់យើងអស់គ្នា Hi everybody keep space welcome to successful class welcome to opportunity strategies as you can see here the price rating low high lower high 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 low lower high rating the straight line down so if you want a success សូមអ្នកទាំងអស់គ្នាក្រោកឈរឡើងហើយតែដាក់ខ្ញុំការជាមហាសេដ្ឋី 继续啥？继续啥戏？是啥？一生三次，就说不溜啊？你什么？啊？谁说啊？你是啥回事啊？闭嘴！
就说不溜，继续啥啥，继续什么？继续啥？